សួស្តីប្រិមិត្តវិលត្រឡប់មកកាន់វីដេអូថ្មីរបស់យើងម្ដងទៀតហើយថ្ងៃនេះគឺយើងមានព័ត៌មានដើម្បីមកអាប់ដេតជូនបងប្អូនយើងទស្សនាជាបន្តទៀតសប្តាហ៍នេះគឺ Manchester United អត់មានការប្រកួតទេព័ត៌មានដែលតាក់ទងជាមួយនឹង Manchester United មួយរយៈកាលចុងក្រោយនេះក៏មិនសូវជាមានច្រើននោះដែរបងប្អូនយើងតាក់ទងជាមួយនឹងវីដេអូគឺអត់បានផុស2ថ្ងៃហើយមិនអត់ចង់ធ្វើទេបងប្អូនយើងព័ត៌មានតិចមែនតើសឹងថាมันមានសម្រាប់ក្រុម Manchester United មានតែរឿងគ្រូបង្វឹកមួយចំនួនថានឹងអាចមកដូរជាមួយ Carrick សិតតែរឿងគ្រូបង្វឹកអញ្ចឹងខ្ញុំអត់បានយកមកនិយាយថ្ងៃនេះគឺមានព័ត៌មានអាប់ដេតមកគឺមានតាក់ទងជាមួយនឹងក្រុម Manchester United ច្រើនដែរសម្រាប់បងប្អូនយើងខ្ញុំនឹងយកវាមកចែកជូនបងប្អូនយើងទស្សនាបន្តបងប្អូនដែលអត់ទាន់មក Subscribe នៅ Channel របស់ខ្ញុំសូមជួយចុច Subscribe ម្នាក់មួយទៅការ Subscribe របស់បងប្អូនយើងការទស្សនារបស់បងប្អូនយើងគឺជាកម្លាំងចិត្តដ៏ធំមហិមាសម្រាប់ខ្ញុំបាទដើម្បីបន្តដំណើរទៅមុខនៃការធ្វើវីដេអូជូនបងប្អូនយើងទស្សនាព័ត៌មានទី1តាក់ទងជាមួយនឹងអតីតប្រធានក្រុម Manchester United គឺ Harry Maguire គាត់អាចនឹងបន្តកុងត្រាថ្មីអាចនិយាយបានថាគាត់នឹងយល់ព្រមកិច្ចសន្យាថ្មីដោយកាត់ប្រាក់ខែបច្ចុប្បន្ន Harry Maguire មានប្រាក់ខែខ្ទង់ជា 18,000 ក្នុងមួយសប្តាហ៍ជាមួយនឹងកិច្ចសន្យាថ្មី Harry Maguire នឹងយល់ព្រមកាត់រហូតដល់អាចថា 50% ក៏បានគាត់នឹងយល់ព្រមបើសិនជាក្លឹបទទួលគាត់ស្នាក់នៅជាបន្តទៀតគោលដៅរបស់ Harry Maguire គឺបញ្ចប់អាជីពនៅទឹកដី Old Trafford នេះផ្ទាល់តែម្ដងបងប្អូនយើងនេះបើតាមប្រភពលោក Dean Jones Soccer គេបាននិយាយអំពីព័ត៌មានមួយនេះហើយក៏មានព័ត៌មានធំៗជាច្រើននៅក្នុងបណ្ដាញសង្គមនានានិយាយតាក់ទងជាមួយនឹង Harry Maguire នេះដូចគ្នាសរុបមកគាត់សប្បាយចិត្តនឹងបន្តអាជីពនៅទីនេះទោះបីជាប្រាក់ខែរបស់គាត់ត្រូវបានដកជាច្រើនភាគរយក៏ដោយនេះបង្ហាញយ៉ាងច្បាស់ថា Harry Maguire គឺជាកីឡាករដែលស្រឡាញ់ក្លឹបដែលមានចិត្តចង់បញ្ចប់អាជីពហើយមានឈ្មោះជា legend របស់ក្រុម Manchester United ខ្ញុំពិតជា respect កីឡាករ Harry Maguire នេះខ្លាំងមែនទែនគាត់បានព្យាយាមជំនះនៅឧបសគ្គជាច្រើនពីអ្នកគាំទ្រជំនះពីបញ្ហាដែលគេរិះគន់ច្រើនប្រហែលឆ្នាំចុងក្រោយនេះគាត់បានក្លាយទៅជាកំពូលខ្សែការពារសម្រាប់ក្រុម Manchester United បច្ចុប្បន្នពិតជាមិនធម្មតាទេជាមួយនឹងការផ្សងព្រេងដ៏អស្ចារ្យរបស់កីឡាកររូបនេះហើយអ្នកគាំទ្រជុំវិញពិភពលោកក៏ដូចជាខ្ញុំក៏សប្បាយចិត្តដែរសម្រាប់ព័ត៌មានមួយនេះដូចគ្នាខ្ញុំជឿជាក់ថាគ្មានក្រុមអ្នកគាំទ្រ Manchester United រូបណាដែលមិនសប្បាយចិត្តជាមួយនឹងព័ត៌មានដែលថា Harry Maguire បន្តស្នាក់នៅជាមួយក្រុម Manchester United ជាបន្តទៀតទេពួកយើងពិតជាសប្បាយចិត្តមែននិយាយមែនសប្បាយចិត្តខ្លាំងបំផុតតែម្ដងសម្រាប់ព័ត៌មានទី2 Manchester United បានចុចឈ្មោះកីឡាករ Iliman Ndiaye គឺជាកីឡាកររបស់ក្រុមស្ករគ្រាប់ Everton សម្រាប់មកផ្លាស់ប្ដូរជាមួយនឹងកៅអីរបស់កីឡាករ Marco Rashford យើងដឹងហើយថា Marco Rashford គឺជាកីឡាកររបស់ក្រុម Manchester United នៅឡើយទេអត់ទាន់ទៅណាទេនៅ Barcelona ត្រឹមជាលក្ខណៈជ័យជើងទេ Rashford មានដូចជាកិច្ចសន្យានៅជាមួយ Manchester United យើង2ឆ្នាំទៀតអញ្ចឹងណាអញ្ចឹងការយកកីឡាករ Ndiaye របស់ក្លឹប Everton មកជំនួសនេះជាមួយនឹងតម្លៃខ្លួនខ្ទង់ជាក្រោម70លានផោនទេអាស្រ័យលើការចរចាជាមួយនឹងក្លឹប Everton តែប៉ុណ្ណោះខ្ញុំគិតថាកីឡាករនេះល្អខ្លាំងខ្ញុំអត់បដិសេធទេបើសិនជាក្លឹបយកកីឡាករ Ndiaye មកកាន់ Manchester United នៅលើការក្រោយកីឡាកររូបនេះពិតជាល្អខ្លាំងនៅក្នុងតំបន់របស់គាត់បងប្អូនយើងអាចឃើញហើយពេលដែលយើងប្រកួតជាមួយនឹងក្រុម Everton កីឡាកររូបនេះតែងតែបង្កភាពឈឺក្បាលមកកាន់ក្លឹប Manchester United វាល្អខ្លាំងមែនទែនតាំងពីការសុទ្ធតាំងពីការគ្រប់គ្រងបាល់គាត់មិនសូវជាធ្វើឲ្យខូចបាល់និយាយទៅបាល់គាត់គឺច្បាស់លាស់មួយគឺល្អខ្លាំងមែនទែនជាមួយនឹងកីឡាកររូបនេះ
បងប្អូនយើងយល់យ៉ាងណាដែរសម្រាប់កីឡាកររូបនេះបើថាអាចនឹងមកកាន់ក្លឹប Manchester United នៅរដូវកាលក្រោយតម្លៃក្រោម70 លានទេអញ្ចឹងយើងមើលព្រោះថា Manchester United ចង់ចំណាយលុយច្រើនក្នុងរដូវក្តៅនេះក៏ប៉ុន្តែកីឡាករថ្លៃខ្ទង់100 លានខ្ញុំគិតថា Manchester United គាត់អត់ចំណាយទេអញ្ចឹងមានតែក្រោមទេបើសិនជាអាចត្រឹម40-50 លានអីអញ្ចឹងទៅហើយកីឡាករ Andy នេះទំនងដែរបងប្អូនយើងមិនអន់ទេសម្រាប់ក្រុម Manchester United យករូបគាត់មកកាន់ក្លឹបល្អព័ត៌មានបន្ទាប់មិញយើងនិយាយអំពីកីឡាករ Andy ទៅថានឹងត្រូវមកជំនួសកីឡាករ Rashford ណាឥឡូវយើងមកនិយាយអំពីកីឡាករ Rashford តែម្ដងទៅព្រោះថាគាត់គឺជាកីឡាករយើងនៅឡើយទេបើតាមព័ត៌មានចុងក្រោយជាមួយនឹង Paper Sport ក៏ដូចជាលោក Peter Hall គាត់បាននិយាយថា Marco Rashford ពិតជាចង់បន្តស្នាក់នៅក្លឹបអ្នកមានបុណ្យ FC Barcelona ខ្លាំងណាស់ក៏ប៉ុន្តែក៏វាតម្រូវទៅលើថ្នាក់ដឹកនាំអ្នកកាន់លុយថ្មី FC Barcelona ផងដែរដោយសារយើងដឹងហើយគឺលោកម្នាក់ដែលគាត់ជាកាន់ខាង financial របស់ក្លឹប FC Barcelona នោះគឺបាន resign ហើយគឺបានចាក់ចេញពីក្លឹបហើយអញ្ចឹងអ្នកថ្មីមកនឹងត្រូវកំណត់ជោគវាសនារបស់កីឡាករ Marco Rashford ថានឹងត្រូវបន្តនៅ FC Barcelona ឬក៏ត្រឡប់មកកាន់ក្លឹប Manchester United វិញគាត់ក៏បន្ថែមទៀតថា Rashford នេះក៏បើកចំហសម្រាប់ការវិលត្រឡប់មកកាន់ក្លឹប Manchester United ដូចគ្នាបើសិនជាចាំបាច់អញ្ចឹងទៅជាមួយនឹងកិច្ចសន្យានៅសល់របស់ក្រុម Manchester United ជាមួយគាត់2រដូវកាលទៀតហើយបញ្ហានេះដែរគឺវាគឺជាបញ្ហាដែលឈឺក្បាលដែរសម្រាប់ក្រុម Manchester United ចាំមើលថា Marco Rashford នេះ Barcelona ឲ្យលុយបង់ផ្ដាច់ឬយ៉ាងណា30 លានតើ Barcelona យល់ព្រមអត់បើអត់ទេ Manchester United ថាភាគរយខ្ពស់គឺមិនយកគាត់មកកាន់ក្លឹប Manchester United ទេទោះបីជាសល់2រដូវកាលក៏ដោយទោះបីជា Marco Rashford ចង់ត្រឡប់មកកាន់ក្លឹប Manchester United ក៏ដោយគឺ Manchester United ចង់តែលក់កីឡាកររូបនេះចេញតែប៉ុណ្ណោះនៅក្នុងរដូវកាលបន្ទាប់មានក្លឹបជាច្រើនដែលកំពុងតែចាប់អារម្មណ៍ជាមួយនឹង Marco Rashford មានដូចជាក្លឹបមួយចំនួននៅបារាំងយើងឃើញមានប៉ារីសអញ្ចឹងទៅហើយក៏មានក្លឹបមួយចំនួននៅខាងទូគីក៏ដូចគ្នាដែរគឺចង់បាន Marco Rashford ដូចគ្នាអញ្ចឹងសម្រាប់ការលក់ Marco Rashford នេះគឺជារឿងល្អដែរសម្រាប់ក្រុម Manchester United ដោយសារថា Marco Rashford នេះខ្ញុំគិតថាបច្ចុប្បន្ននេះគាត់ពិបាកនឹងត្រឡប់មកកាន់ក្លឹប Manchester United វិញយកតំណែងរបស់គាត់មកវិញណាដើម្បីថាឲ្យអ្នកគ្រប់គ្រងទុកចិត្តគាត់ដូចមុនគឺមិនដូចមុនទេដោយសារថាអ្វីនៅ Manchester United ដែលជាកៅអីរបស់គាត់ដែលជាលេខអាយរបស់គាត់គឺបានឲ្យទៅ Matthew Cunha អស់បាត់ទៅហើយអញ្ចឹងការត្រឡប់មកវិញគឺបានត្រឹមតែជាកីឡាករបម្រុងទេហើយអត់មានអាលេ10ទៀតមានអារម្មណ៍ថាវារៀងធ្ងន់ដែរជាមួយនឹងការលេងរបស់គាត់តាំងពីច្រើនឆ្នាំមកហើយនៅក្លឹប Manchester United គឺគាត់ពាក់អាលេ10នេះដល់គាត់ចេញទៅអាលេ10ទៅឲ្យ Matthew Cunha វាពិបាកនឹងទទួលយកដែរបងប្អូនយើងសម្រាប់កីឡាកររូបនេះអញ្ចឹងមានតែចាក់ចេញទេដើម្បីអនាគតទាំងសងខាងព័ត៌មានបន្ទាប់ទាក់ទងជាមួយនឹងកីឡាករសញ្ជាតិអង់គ្លេសគឺកីឡាករ Mason Mount យើងឃើញហើយបរិយាកាលចុងក្រោយនេះ Mason Mount កំពុងតែបំពេញតួនាទីយ៉ាងល្អនៅក្នុងតំបន់បម្រើឆ្វេងក៏គាត់លេងកណ្ដាលក៏គាត់លេងស្ដាំក៏គាត់លេងដែរតម្រូវទៅលើ manager គាត់ចង់ដាក់កន្លែងណាគឺគាត់អាចបានលេងកន្លែងនោះដោយមិនមានបញ្ហាអ្វីទាំងអស់អ្វីដែលមានបញ្ហានោះគឺ Mason Mount កំពុងតែมันអាច fit 100% តែងតែមានការរបួសនៅក្នុងការវឹកហាត់ Mason Mount អាចនឹងចាក់ចេញពីក្លឹប Manchester United នៅចុងរដូវកាលនេះបើសិនជា Bruno Fernandes បន្តស្នាក់នៅ Old Trafford ជាបន្តទៀតដោយសារថាក្លឹបមានបំណងចង់បន្តកិច្ចសន្យាឲ្យកីឡាករ Bruno យ៉ាងសំអុយណាស់ក៏មួយរដូវកាលទៀតដែរអញ្ចឹងបើសិនជា Bruno នៅតែបន្តនៅ Manchester United Mason Mount នឹងអាចដាក់លក់នៅក្នុងរដូវក្តៅខាងមុខនេះហើយយើងពិតជាស្ដាយដែរជាមួយនឹងសមត្ថភាពរបស់កីឡាករ Mason Mount បើសិនជាបញ្ហារបួសគាត់មិនមានរបួសដូចគាត់នៅ Chelsea មុនពេលផ្លាស់ប្ដូរមកកាន់ក្លឹប Manchester United កីឡាករនេះគឺមិនងាយរបួសទេ
កាយសម្បត្តិរបស់គាត់គឺល្អខ្លាំងមែនទែនក៏ប៉ុន្តែការផ្ទេរមកកាន់ក្លឹប Manchester United នេះគឺជាអាចនិយាយបានថាដោយកីឡាករ Eden Hazard គាត់ផ្លាស់ប្ដូរទៅកាន់ក្លឹប Real Madrid ចឹងគឺមានតែថ្ងៃរបួសតែប៉ុណ្ណោះមិនសូវមានថ្ងៃលេងជាមួយនឹងជម្រើស11អ្នកនោះទេ Mason Mount ក៏ដូចគ្នាដូច Hazard ទៅ Real ញោមញីរបួស Mount មក Man U ញោមញីដោយសាររបួសតែបើសួរថាគាត់លេងអត់កើតទេមែនទេបានអញ្ចឹងមែនទេគាត់លេងកើតគាត់លេងល្អក៏ប៉ុន្តែអត់មានសំណាងព្រំលិខិតឲ្យគាត់ខ្លាយទៅជាអ្នកជំងឺទៅជាម៉ួយពេទ្យអូខេយើងមកនិយាយពីកីឡាករបន្ទាប់បងប្អូនយើងថ្ងៃមុនយើងឃើញថាកីឡាកររបស់ក្រុម Brighton កីឡាករ Carlos Baleba ដែលមានសញ្ជាតិកាមេរូនដោយកីឡាករប៊ូមូនោះគឺ Brighton បាននិយាយថាបើសិនជាក្រោម100លានពួកគេប្រហែលជាពិបាកនឹងការលក់កីឡាកររូបនេះហើយជាមួយនឹងអារឿងមួយហ្នឹងដែរការនិយាយរបស់អតីតខ្សែការពារដ៏រឹងមាំរបស់ក្រុម Manchester United គឺកីឡាករ James Stam គាត់បាននិយាយជាមួយនឹងខាង Metro UK គឺជាសារព័ត៌មានរបស់ចក្រភពអង់គ្លេសគេបានផុសតាក់ទងជាមួយនឹងរឿងហ្នឹងក៏បាននិយាយថាគាត់ពេញចិត្តCarlos Baleba មកកាន់ក្លឹប Manchester United ជំនួសកន្លែងរបស់ Casemiro គាត់ថាការជំនួសរបស់ Carlos Baleba នៅក្នុងតំបន់បម្រើការពារនេះគឺល្អឥតខ្ចោះសម្រាប់កីឡាករវ័យក្មេងសញ្ជាតិកាមេរូនរូបនេះ Manchester United ត្រូវតែមានម៉ាស៊ីនថ្មីហើយម៉ាស៊ីននេះគឺជាម៉ាស៊ីនដែលត្រឹមត្រូវបំផុតហើយសម្រាប់ក្រុម Man U ជាមួយនឹងកីឡាករ Carlos Baleba គឺពូកែគ្រប់គ្រងបាល់ពូកែដណ្ដើមបាល់ពូកែសពបែបយ៉ាងមិនខុសទៅនឹងជាមួយនឹងកីឡាករ Casemiro ទេ Carlos Baleba នេះគឺជាកីឡាករដែលល្អបំផុតដែលស៊ូខ្លាំងបំផុតសម្រាប់ក្រុម Manchester United លោក James Stam នៅតែសរសើរដដែលជាមួយនឹងកីឡាករសញ្ជាតិកាមេរូនរូបនេះក៏ប៉ុន្តែតើតើជាមួយនឹងតម្លៃផ្ទេរវាថ្លៃពេកតើ Manchester United នឹងយកកីឡាកររូបនេះដែរឬអត់ឌីចិនច្រើនណាស់អតីតកីឡាកររបស់ក្រុម Manchester United ច្រើនខ្លាំងមែនតែងតែសរសើរលើកឡើងអំពីកីឡាករ Carlos Baleba ភ្ជាប់ជាមួយនឹងក្រុម Manchester United ទោះបីខ្ញុំក៏ចូលចិត្តស្រឡាញ់កីឡាកររូបនេះដូចគ្នាតែតកតងជាមួយនឹងតម្លៃខ្លួនដ៏មហាសាលដូចដែលសារព័ត៌មានបានចុះកាលពីសប្តាហ៍មុនខ្ញុំគិតថាវាពិបាកនឹងទទួលបងប្អូនយើងដោយសារថាក្លឹបBrighton ក៏មិនសូវជាលេងល្អខ្លាំងនៅក្នុងរដូវកាលនេះហើយ Carlos Baleba ក៏មិនមានទម្រង់លេងដូចទម្រង់លេងនៅក្នុងរដូវកាលមុនដែរអញ្ចឹងការមានបញ្ហាតាក់ទងជាមួយនឹងទម្រង់លេងរបស់កីឡាករ Carlos Baleba ធ្លាក់ហើយបែរជាតម្លៃលុយបែបនេះខ្ញុំគិតថាក្រុមថ្នាក់នាំ Manchester United គេនឹងពិចារណាឡើងវិញគេមិនទៅចេះលុយទាំងរយលានដូចជំនាន់លោក Woodward ជំនាន់ពុកបាទេបងប្អូនយើងមើលជាបន្តទៀតអូយយើងមកមើលកីឡាករសញ្ជាតិប្រេស៊ីលដែលជាខ្សែប្រយុទ្ធរបស់ក្រុម Brentford តកតងជាមួយនឹងការនិយាយរបស់គាត់បាននិយាយថាតែពិតទៅគាត់អត់ដែលគិតអត់មានសម័យថាគាត់គឺជាកីឡាករ professional នោះទេគាត់អត់ដែលគិតថាគាត់អាចថានឹងចាប់អាជីពជាកីឡាបាល់ទាត់នោះទេគាត់អត់សូវចូលចិត្តបាល់ទាត់ទេតាំងពីក្មេងមកហើយជាមួយនឹងកីឡាកររូបនេះក៏ប៉ុន្តែបន្ទាប់ពីគាត់ត្រូវបានបងប្អូនប្រុសរបស់គាត់និយាយអំពីរឿងនេះជាមួយគាត់ហើយហៅគាត់ទៅមើលការប្រកួតតាមទូរទស្សន៍របស់ក្លឹបនៅ English Premier League ជារៀងរាល់សប្តាហ៍តែម្ដងគឺតែងតែមកអញ្ជើញកីឡាករ Thiago ទៅមើលការប្រកួត English Premier League ជាមួយគ្នាអ្វីដែលពិសេសគាត់តែងតែមើលក្លឹប Manchester United តាំងពីកុមារភាពមកហើយជាមួយនឹងកីឡាករ Igor Thiago រូបនេះពេលនោះដែរគឺជាពេលដែលគាត់បានចាប់អារម្មណ៍មកលើក្លឹប Manchester United បាត់ទៅហើយនៅពេលដែលយុវវ័យរបស់គាត់តែងតែចំណាយពេលជាមួយនឹងក្លឹបមួយនេះអ្វីដែលគាត់គិត
នៅពេលដែលគាត់នៅក្មេងមកគឺគាត់ចង់ខ្លាយទៅជាម្នាក់នៅក្នុងចំណោមកីឡាករជាច្រើនដែលអាចចូលរួមជាមួយនឹងក្លឹប Manchester United ក្តីស្រមៃរបស់គាត់ក្តីសុបិនរបស់គាត់គឺចង់ខ្លាយទៅជាកីឡាកររបស់ក្រុម Manchester United នេះបើតាមការនិយាយរបស់គាត់ដកស្រង់ចេញមកពី TNT ពិតជាសម្ដីរបស់គាត់ផ្ទាល់តែម្ដងជាមួយនឹងកីឡាករខ្សែប្រយុទ្ធរបស់ក្រុម Brentford Igor Thiago ដែលជាខ្សែប្រយុទ្ធកំពុងតែលេចធ្លោខ្លាំងនៅក្នុងតំបន់ English Premier League សម្រាប់រដូវកាលថ្មីនេះចាំមើលថា Manchester United នឹងគិតបែបណាវិញជាមួយនឹងកីឡាកររូបនេះសម័យខ្លួននិយាយបែបហ្នឹងហើយគឺมันពិបាកក្នុងការចរចាទេអ្វីដែលពិបាកនោះគឺតម្លៃផ្ទេររបស់គាត់ជាមួយនឹងក្លឹប Brentford ទៅវិញទេបើសិនជាតម្លៃផាប់ផែល Mbeumo ឬក៏ក្រោម Mbeumo អាចនិយាយគ្នាបានព្រោះបច្ចុប្បន្នយើងក៏ខ្វះខ្សែប្រយុទ្ធដែរជាមួយនឹងកីឡាករសឹកស៊ីដែលថានឹងអាចចាក់ចេញទៅក្លឹបនៅអ៊ីតាលីនៅរដូវកាលក្រោយហើយយើងត្រូវតែបំពេញខ្សែប្រយុទ្ធមួយទៀតដោយសារតែយើងមានតែកីឡាករ Benjamin Sesko តែមួយទេដែលជាតំបន់ប្រយុទ្ធស៊ីនលេខ9អញ្ចឹងយើងត្រូវការកីឡាករម្នាក់ទៀតដើម្បីមកជួយ stand by ដែរ Mbeumo យើងដឹងហើយថាលោក Michael Carrick តែងតែយកគាត់មកប្រយុទ្ធដែរក៏ប៉ុន្តែវាជួនកាលគឺអាចថាអាម៉ាត់របួសជួនកាលអាចថា Mbeumo របួសអញ្ចឹងយើងត្រូវខ្វះខ្សែប្រយុទ្ធហើយការយកប្រយុទ្ធនេះគឺជាគោលដៅរបស់ក្លឹប Manchester United នៅរដូវកាលក្រោយដែរខ្សែការពារក៏មានខ្សែស្លាបឆ្វេងប្រយុទ្ធស្លាបឆ្វេងនិងប្រយុទ្ធកណ្ដាលហើយនិងខ្សែបម្រើកណ្ដាលគឺជាគោលដៅរបស់ក្លឹប Manchester United នៅរដូវកាលក្រោយតកតងជាមួយនឹងព័ត៌មានបន្ទាប់បងប្អូនយើងមកនិយាយអំពីកីឡាករទាំង3រូបរបស់យើងគឺមានលោកស Kobbie Mainoo និងកីឡាករ Harry Maguire លោក Thomas Tuchel ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិតោកំណាចអង់គ្លេសនោះគឺបាននិយាយហើយបន្ទាប់ពីគាត់ចុះកិច្ចសន្យាបន្ថែមសុពលភាពការងាររបស់គាត់ជាមួយនឹងក្រុមតោកំណាចអង់គ្លេសគាត់បានលើកឡើងថា Harry Maguire Kobbie Mainoo លោកសនឹងមានរូបភាពលេងឲ្យក្រុមអង់គ្លេសសម្រាប់ពេលខាងមុខផងដែរបើសិនជាពួកគេនៅតែបន្តបង្ហាញទម្រង់លេងបានយ៉ាងល្អជាមួយនឹងក្លឹប Manchester United ខ្ញុំឮពាក្យនេះហើយខ្ញុំមានអារម្មណ៍ល្អខ្លាំងមែនទែនជាមួយនឹងលោក Thomas Tuchel តកតងជាមួយនឹងកីឡាករ Manchester United ដែលមិនមានកៅអីលេងនៅក្នុងជម្រើសជាតិអង់គ្លេសកាលពីមួយរយៈកាលមុនបន្ទាប់ពី Robin Amorim ធ្វើឲ្យបាត់បង់ទំនុកចិត្តពីគ្រូជម្រើសជាតិរបស់ក្រុមអង់គ្លេសក្រុម Manchester United នេះគឺមិនមានកីឡាករណាជាប់ជម្រើសជាតិអង់គ្លេសនោះទេនៅក្នុងវគ្គជម្រុះ World Cup វាពិតជាអស់សង្ឃឹមខ្លាំងមែនទែនហើយខ្ញុំអត់ចង់មើលការប្រកួតរបស់អង់គ្លេសទេវាធ្វើឲ្យខ្ញុំលែងចង់មើលបងប្អូនយើងខ្ញុំគឺជាប្រិយមិត្តរបស់ជម្រើសជាតិអង់គ្លេសតាំងពីក្មេងមកហើយតាំងពីជំនាន់ David Beckham តាំងពីជំនាន់ Michael Owen តាំងពីមែនតើខ្ញុំស្រឡាញ់ Michael Owen តាំងពីក្មេងទោះបីជាគាត់នៅ Liverpool ក៏ដោយតែខ្ញុំចូលចិត្តអង់គ្លេសខ្ញុំមើលជម្រើសជាតិអង់គ្លេសតាំងពីជំនាន់2000ដែលលេងពានយូរ៉ូមកបន្ទាប់មកគឺ World Cup នៅ2002នៅកូរ៉េជប៉ុនមកគឺខ្ញុំគឺជាក្លឹបគឺជាក្រុមទី2បន្ទាប់ Manchester United ដែលខ្ញុំពេញចិត្តបំផុតអាវអង់គ្លេសគឺខ្ញុំប្រមូលរាប់សិបអាវសិតសឹងតែជាអាវអង់គ្លេសតែមួយរយៈកាលចុងក្រោយនេះគឺខ្ញុំអត់ចង់មើលជម្រើសជាតិអង់គ្លេសទៅវិញខ្ញុំគិតថាមានបងប្អូនច្រើនណាស់ដែលគាត់មានអារម្មណ៍ដូចខ្ញុំស្រឡាញ់ក្លឹបអង់គ្លេសណាគឺដោយសារមានកីឡាករក្រុម Manchester United នៅក្នុងនោះច្រើនជម្លោះ World Cup ឆ្នាំ2026បែរជាមិនមានកីឡាកររបស់ក្រុម Manchester United វាធ្វើឲ្យអ្នកគាំទ្រអង់គ្លេសម្នាក់នេះអ្នកគាំទ្រ Manchester ម្នាក់នេះលែងចង់មើលការប្រកួតរបស់ក្រុមអង់គ្លេសទៅវិញឥឡូវនេះលោក Thomas Tuchel គាត់បាននិយាយរឿងថាកីឡាករ3រូបលោក Mainoo Harry Maguire នឹងអាចមានរូបភាព
លេងនៅជម្រើសជាតិអង់គ្លេសបន្ទាប់ពីបង្ហាញទម្រង់លេងឲ្យក្រុម Manchester United បានល្អដេកញញឹមសប្បាយចិត្តថាខ្ញុំនឹងបន្តមើលការប្រកួតរបស់ក្រុមអង់គ្លេសជាបន្តទៀតពួកវាគឺជាចំណង់ចំណូលចិត្តតាំងពីក្មេងជាង20ឆ្នាំហើយតាំងពី Euro ឆ្នាំ2000បន្ទាប់មកគឺ World Cup ឆ្នាំ2002នៅកូរ៉េជប៉ុនអង់គ្លេសគឺជាក្រុមទី1ដែលខ្ញុំចូលចិត្តដោយសារតែមានកីឡាករ Man U ច្រើនអូសប្បាយចិត្តជាមួយនឹងព័ត៌មានមួយនេះនិយាយមែនហ្មង Michael Carrick នឹងធ្វើឲ្យកីឡាកររូបនេះក្លាយជាជម្រើសជាតិអង់គ្លេសម្ដងទៀតជឿជាក់យ៉ាងមុតមមតើឥឡូវយើងមកនិយាយអំពីកីឡាករ Michael Carrick អូលោកគ្រូ Michael Carrick ច្រឡំកីឡាករនេះអាវរបស់គាត់ខ្ញុំកំពុងតែពាក់ Carrick Michael Carrick គឺជាប់ជាគ្រូបង្វឹកល្អបំផុតនៅ English Premier League សម្រាប់ខែមករាខែទី1នៃឆ្នាំ2026នេះបានទទួលពានហើយបានទទួលរង្វាន់ហើយ Manager of the Month អូយស្ថិតិរបស់គាត់ចាប់តាំងពីមកកាន់ក្លឹប Manchester United យើងនិយាយតែនៅក្នុងរដូវកាលថ្មីទៅយើងអត់និយាយកាលពីប្រកួតដែលគាត់កាន់ឲ្យ Man U កាលពីអតីតកាលជាមួយនឹងការជំនួសរោគសុខជាទេយើងនិយាយតែការប្រកួតនេះគាត់កាន់5ប្រកួតហើយបងប្អូនយើងគាត់មកកាន់ក្លឹប Manchester United ដឹកនាំ5ប្រកួតឈ្នះ4ស្មើ1មិនដែលចាញ់ទាល់តែសោះគឺជាឯកតកម្មដ៏ល្អគឺជាការចាប់ផ្ដើមដ៏ល្អសម្រាប់លោក Michael Carrick ខ្ញុំគិតថាគាត់ទទួលបានពានរង្វាន់មួយនេះពិតជាស័ក្តិសមខ្លាំងមែនទែនជាមួយនឹងសមត្ថភាពរបស់គាត់បើងាកមកកាន់រដូវកាលមុនជាមួយនឹង Robin Amorim 27ប្រកួត Amorim កាន់ Manchester United ឈ្នះត្រឹមតែ7ប្រកួតតែប៉ុណ្ណោះស្មើ6ចាញ់14Carrick មក5ដងឈ្នះ4ស្មើ1ដូចខ្ញុំនិយាយចឹងថា Manchester United គួរតែដេញ Amorim តាំងពីចាញ់ក្រុម Grimby ទោះបីជាមិនបាន Michael Carrick មកកាន់ដឹកនាំភ្លាមៗខ្ញុំគិតថាការដែលដេញ Amorim ចាក់ចេញពីក្រុម Manchester United លឿនជាងនេះអាចបន្តសង្ឃឹមលេងពាន FA Cup បានឥឡូវ FA Cup ក៏ធ្លាក់អត់មានពានលេងទេអត់មានការប្រកួតទេនៅក្នុងសប្តាហ៍នេះថ្ងៃសៅរ៍អាទិត្យគេលេង FA Cup ឡើងផ្អើលអង់គ្លេសអាឯងនេះដេកនៅផ្ទះអេសពុះលេងអត់មានការប្រកួតជាមួយគេតាមព័ត៌មានដែលថា Manchester United ទៅមានចាំអារម្មណ៍ជាមួយគ្រូនេះជាមួយគ្រូនោះគ្រូនេះគ្រូនោះខ្ញុំអត់សូវនិយាយជាមួយនឹងព័ត៌មានហ្នឹងទេខ្ញុំជំរាបជូនបងប្អូនយើងកាលពីមុនចឹងខ្ញុំអត់ចង់និយាយអំពីចាំអារម្មណ៍គ្រូបង្វឹកថ្មីទេព្រោះថាបច្ចុប្បន្ននេះ Manchester United កំពុងតែធ្វើបានល្អខ្លាំងមែនទែនដែលលោក Michael Carrick កំពុងដឹកនាំថ្ងៃមុនយើងបានឃើញព័ត៌មានថាថ្នាក់ដឹកនាំរបស់ក្រុម Manchester United នឹងធ្វើសេចក្តីសម្រេចចិត្តបន្តទៀតម្ដងទៀតនៅចុងរដូវកាលបើសិនជា Michael Carrick យក top 4 ឲ្យក្លឹប Manchester United បានគាត់នឹងអាចក្លាយទៅជា manager permanent manager ចង់និយាយថាគ្រូបង្វឹកពេញសិទ្ធិរបស់ក្រុម Manchester United ទោះបីជាយើងឃើញថាមានមតិអវិជ្ជមានច្រើនពី legend របស់ក្រុម Manchester United ជាពិសេសលោក Roy Keane អីចឹងទៅ Paul Scholes អីចឹងទៅសុទ្ធសឹងតែមិនសប្បាយចិត្តបើសិនជា Manchester United តែងតាំងលោក Michael Carrick គឺជា manager របស់ក្រុម Manchester United គឺជាអ្នកចាត់ការទូទៅពេញសិទ្ធិរបស់ក្រុម Manchester United ដោយទទូចឲ្យក្រុម Manchester United ទៅយកកីឡាករទៅយកគ្រូបង្វឹកផ្សេងទៅវិញដែលមានបទពិសោធន៍ក្រាស់ក្រែលដូចជា Reggae ដូចជាអីផ្សេងចឹងទៅខ្ញុំគ្រប់គ្រង Michael Carrick 100% ខ្ញុំគ្រប់គ្រង Michael Carrick បើសិនជាគាត់អាចយក top 4 បានខ្ញុំអត់ដឹងទេបើសិនជាអត់មាន top 4 វាអាចថាការសម្រេចចិត្តរបស់ក្លឹបគឺជារឿងផ្សេងតែបើសិនជាគាត់បាន top 4 ហើយខ្ញុំគិតថា Michael Carrick គឺស័ក្តិសមបំផុតអូខេបងប្អូនយើងសម្រាប់ព័ត៌មានថ្ងៃនេះគឺដល់ទីបញ្ចប់ហើយបងប្អូនដែលទស្សនាវីដេអូរបស់ខ្ញុំសូមជួយចុច Subscribe ម្នាក់មួយផង
អរគុណច្រើនបងប្អូនយើងដែលចំណាយពេលវេលាទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមដល់ចប់រំកំហុសខុសឆ្គងក្រណាមិនសមរម្យសូមអធិស្ឋានពីសំណាក់បងប្អូនយើងទាំងអស់គ្នាផងអរគុណច្រើនសូមជម្រាបលា